ការងារអធិការរងនិងនៃប៉ុស្តិ៍2នាក់នៅកោះកុងពាក់ព័ន្ធការដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍មន្ត្រី2នាក់គឺអធិការរងទទួលផែនសម្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកកោះកុងនិងនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរខេត្តកោះកុងត្រូវបានផ្អាកការងារជាបណ្ដោះអាសន្នបន្ទាប់ពីបានចោទប្រកាន់ថាពាក់ព័ន្ធនឹងការដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍មួយដែលបានបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់តាមព័ត៌មានបញ្ហានេះកើតឡើងក្រោយពេលសាច់ញាតិជនរងគ្រោះបានដាក់ពាក្យបណ្ដឹងស្នើសុំអន្តរាគមន៍ទៅកាន់ក្រសួងមហាផ្ទៃដោយបានអះអាងថាមន្ត្រីនគរបាលពាក់ព័ន្ធមិនបានអនុវត្តនីតិវិធីត្រឹមត្រូវហើយបានដោះលែងជនបង្កទោះបីជាករណីនេះធ្ងន់ធ្ងរយ៉ាងណាក៏ដោយក្នុងគោលបំណងនេះធានាថាការស៊ើបអង្កេតប្រព្រឹត្តទៅដោយតម្លាភាពនិងយុត្តិធម៌សម្រាប់គ្រប់ភាគីស្នងការដ្ឋាននគរបាលខេត្តកោះកុងសម្រាប់ផ្អាកការងារមន្ត្រីទាំងពីរជាបណ្ដោះអាសន្នវាជាវិធានការដើម្បីអនុញ្ញាតឲ្យមានការស៊ើបអង្កេតដោយត្រឹមត្រូវនិងមានប្រសិទ្ធភាពជាលទ្ធផលនៃករណីនេះអាស្រ័យលើការស៊ើបអង្កេតបន្តថាតើមានកំហុសពិតប្រាកដឬមានការអនុវត្តខុសនីតិវិធីឬអត់ប្រសិនបើរកឃើញកំហុសមន្ត្រីពាក់ព័ន្ធអាចប្រឈមនឹងវិធានការផ្នែកវិន័យនិងផ្លូវច្បាប់តាមការកំណត់ករណីនេះក៏បង្ហាញពីសារៈសំខាន់នៃការស៊ើបអង្កេតនិងការទាមទារយុត្តិធម៌សម្រាប់សាធារណជននិងប្រជាពលរដ្ឋទូទៅផងដែរ